នៅក្នុងដំណើរការរបស់ VP Start យើងមាន extra benefit ដែលយើងទី1គឺ database optimize balancing ចរន្តទី2គឺ optimize transformer ឬក៏ cable ឬក៏ fuse capacity ចំណុចមួយទៀតដែលទាញយកប្រយោជន៍ពី data ហ្នឹងគឺយើង enhance ទៅលើ digital governance ឆ្ពោះទៅរក digital governanceទី1នេះគឺជា graphic លំហូរចរន្តរបស់ transfer ហ្នឹងលំហូរចរន្តរបស់ transfer ហ្នឹងពីម៉ោង0រហូតដល់ម៉ោង24អញ្ចឹងមើលបានដល់ file ABC អាចមើលបានបាទយើងអាច analyze បានខ្លះដែរកម្រិតលំអៀងកណនាទៅជាលេខហ្មងទៅជា54 ampere ជាមធ្យមលើស54 ampere ជាមធ្យមចៅ pha ធ្លាក់109 ampere ជាមធ្យមហើយនឹងជាមធ្យម56 ampere ជាមធ្យមបងវិញថានេះជា unbalanced indicator ដែលប្រាប់ពី value ហ្មងបាទអញ្ចឹងបងអាចប្រើលេខហ្នឹងដើម្បីវាតម្លៃថាកាប៊ីនហ្នឹងគួរតែកែលម្អឬអត់ទី2គឺកម្រិតអតិបរមានៃចរន្តតាម pha នីមួយៗអញ្ចឹង pha ABC យើងធ្វើអា absorb ហ្នឹងឲ្យតាមពិតវានៅក្នុង traffic flow ហ្នឹងឯងតែដើម្បីងាយ management ក្តីក្រុមការងារក្តីក៏កលេចកម្រិតអតិបរមា1200 1275 1100 ampere គាត់ងាយមើលមែនតើកលេចទៅកម្លាំងត្រង់សូប្រហែលកម្លាំងត្រង់សូ1250បាទនឹងគាត់ដឹងហើយម៉ាក់ស៊ីម៉ូ1800 ampere ជាងអញ្ចឹងរ៉ាន់ប៉ុន្មាន%គាត់អាចដឹងកាប៊ីនហ្នឹងឡើងកម្ដៅប្រហែលខ្ពស់បំផុតឃើញតែ63មួយទៀតតើមានដាច់ភ្លើងអត់អានេះវាជា KPI ដែរជា service quality របស់យើងដែរការផ្គត់ផ្គង់យើងក៏លេខទាំងក្រុមការងារក្តីទាំង management ក្តីក៏មើលលេខហ្នឹងលេខច្រើនពេកត្រូវសិក្សាមូលហេតុអីតែបើលេខហ្នឹង0ល្អបំផុតចង់បាន0យកចង់ហើយព្រោះអាហ្នឹងក៏ចំណែកមួយនៃការកណនា side side fee ដែរអី side fee ជាគោលការណ៍របស់ ERC ផងជាគោលការណ៍របស់ក្រសួងផងក៏ជាគោលការណ៍ជាតិដែរ side fee យើងធំពេកក៏អត់ attract ដែរក៏អត់ attract វិនិយោគទុនដែរអញ្ចឹងយើងក៏ជួយធ្វើអស់គ្នាទាំងពី DP ការគ្រប់គ្រងបណ្ដាញរហូតដល់ការងារគ្រប់គ្រងព្យុះតាមផ្ទះតាមត្រង់ស្ពនក៏ជាចំណែកមួយនៃការ interrupt ភ្លើងដែរបាទអញ្ចឹងនេះចំណែកថាមពល apparent power អតិបរមា844អញ្ចឹងកម្លាំង1200ប្រហែលជាប្រមាណភាគរយអញ្ចឹងទៅអានេះទម្ងន់ balancing អានេះយើងគាត់ថាជា indicator មួយថាធ្ងន់ទៅលើ pha B ច្រើន pha B ធ្លាក់ពេកយើងរាប់វាថាវាធ្ងន់ទៅលើហ្នឹងងាកមកលើព័ត៌មានមួយចំនួនទៀតតាក់ទងជាមួយ data tracking អានេះគឺជា apparent power flow មួយថ្ងៃពេញដូចគ្នា transfer 1250 kVA លំហូរចរន្តម៉ោងយប់ពីថ្ងៃយប់វិញអានេះពីមុនដើម្បីបានទិន្នន័យហ្នឹងយើងពិបាកយើងទៅធ្វើ inspection ប្រហែល4វេនដើម្បីរក peak តែដល់ពេលយើងមាន graphic នេះយើងអត់ចាំបាច់យើងលេងមាន professional ទៅរក peak ហ្នឹងគឺយើងប្រើ data observation គឺ check មើលអាហ្នឹងជា pattern ហើយអាចមើលកុំមើលមួយថ្ងៃមើលឲ្យបានមួយអាទិត្យឬក៏មួយខែតើ statistic នៃលំហូរហ្នឹងដដែលដែរឬអត់ហើយខ្ញុំចំណាយពេលមួយបងខ្ញុំមើលឃើញថា pattern 95% គឺដូចគ្នាបើកាប៊ីនហ្នឹងអញ្ចឹងស្អែកអញ្ចឹងខាន់ស្អែកអញ្ចឹងប្រហែលគ្នាព្រោះលក្ខណៈនៃការប្រើប្រាស់ជាជីវភាពមនុស្សមានទម្លាប់ office ប្រើភ្លើងរបៀបម៉េចអ្នកនៅ condo ប្រើភ្លើងរបៀបម៉េចអ្នកនៅបរិយាប្រើភ្លើងរបៀបម៉េចអីចឹងតែឥឡូវមានមួយដែរដែលយើងកំពុងតែតាមដានគឺភាពមិនប្រក្រតីនៃការប្រើប្រាស់មិនទៀងទាត់ជាពិសេស load ធំ load ធំ load EV ហ្នឹងឡានអង្គុយហ្នឹងឡានបាត់តេរីហ្នឹងគឺ load ហ្នឹងអត់ទៀងហើយជាពិសេសនៅតំបន់បរិយាដែលគាត់ជួបឧបសគ្គហ្នឹងច្រើនព្រោះ load ហ្នឹងវាថ្ងៃច័ន្ទអង្គារថ្ងៃពុធប្រែប្រួលម្ដងប្រហែលមកបកមកដូចច័ន្ទអង្គារវិញយើងកំពុងតែ tracking អាហ្នឹងហើយយើងបារម្ភបំផុតខ្លាច peak លើកម្លាំងដូចបងមានប្រសាសន៍អញ្ចឹងថារហងៃ install capacity ហ្នឹងវាលើសពីកម្លាំងព្យុះកម្លាំងខ្សែបាត់ហើយនេះ pattern ទី2គឺមើល quality ដែរទៅលើតង់សុងក៏ចំណែកមួយដែរទីពិតពីដើមយើងអត់ដែរគិតថាតង់សុងយើងគួរមើលតែឥឡូវមានចេះមើលទៅបានតង់សុងនៅដើមប្រភពហ្នឹងវាមានយើង track 24ម៉ោងដូចគ្នាដែរទាបបំផុតប៉ុន្មានខ្ពស់បំផុតប៉ុន្មានយើងមើលឃើញដែរហ្នឹងជាតង់សុងហើយមួយទៀតទៅលើកម្ដៅនេះយើងឃើញថាកាប៊ីនមួយនេះដោយចំពោះហ្មង508ហ្នឹងគឺក្ដៅស្មើក្ដៅចន្លោះពី50អង្សាឡើងមកដល់63អង្សាឡើងចុះហើយកាប៊ីនហ្នឹង track រហងៃឃើញអញ្ចឹង pattern នៃកម្ដៅគឺដូចគ្នាដែរអញ្ចឹង pattern ទាំងអស់ pattern កម្ដៅ pattern លំហូរថាមពល pattern លំហូរចរន្តគឺដដែលអាហ្នឹងដែលយើងឆ្លើយនៅចំនួនមួយថា24ម៉ោងមានទិន្នន័យហ្នឹង7ថ្ងៃមានមួយខែក៏មានដែរបាទបន្តមកទៀតយើងមើលពីការ optimize ខ្លះដែរ optimize បើសិនជាកាប៊ីនហ្នឹងចៅ pha ប្រភេទចឹងតើយើងអាច optimize អាចៅ pha ហ្នឹងបានអត់
ចឹងថ្ងៃហ្នឹងជាប្រធានបទថ្ងៃជ័យគ្នាហ្នឹងគឺស្នើសុំបងពិនិត្យមើលតើកាប៊ីនណាដែលធ្លាក់ KPI ហើយបន្ទាប់មកជួយសម្រួលសាកល្បងមើលក្រោយពីយើងឃើញទិន្នន័យចៅហ្នឹងហើយយើងទៅកាត់មើលតើវាអាចចំណេញដូចអ្វីដែលយើងរំពឹងទុកដែរឬអត់ព្រោះមុនពេលនិងក្រោយពេលយើងបានធ្វើ simulation រួចហើយអានេះស្ថានភាពពិតអានេះស្ថានភាពដែលយើងរំពឹងប្រសិនបើសិននេះលក្ខខណ្ឌនេះដែលយើងជួបនេះហើយបើយើងទៅ optimize យើងរំពឹងថាយើងនឹងបាន pattern របៀបនេះវិញអានេះអ្វីយើងចង់បានតែវាមិនខ្ញុំគិតថាវាមិនដូចអ្វីយើងចង់បានស្រង់តែធ្វើសិនហើយចាំមើល check លទ្ធផលតើវាចឹងអត់នៅក្នុង optimization process ហ្នឹងបាទអញ្ចឹងមុនពេលនិងក្រោយពេលយើងឃើញថាការលំអៀងហ្វាហ្នឹងគឺស្ថានភាពប្រសើរឡើងច្រើនសួរថាអស់អត់អស់ហើយនៅមានទៀតនៅតែលៀងហ្នឹងទៀតពិតវាអាចមកដូចគ្នាបែបបត់កើតទេកងគ្នាកើតតែត្រីហ្វាហ្នឹងតែវាអាចប្រសើរជាងមុនអញ្ចឹងតែយើងនិយាយថាយើងគណនា average ចរន្ត ground ធ្លាក់ចុះបានប្រហែលជាខ្ទង់ 30-40% ដែរអាហ្នឹងវាជួយ optimize loss មកចំណែកតូចដែរអត់ធំទេតែគាត់ណាវាចំណែកមួយដែរបាទចាប់ផ្ដើមដំបូងមើលអំពី KPI វិញសិននេះយើង track ជា average ហើយយើងអាចទៅជាមួយខែហ្មងកុំ track មួយថ្ងៃព្រោះក្នុងប្រព័ន្ធ report ក្រោយខ្ញុំ analyze មួយខែមួយបងខ្ញុំ analyze មួយខែយកមួយខែជាគោលអញ្ចឹងឲ្យតែឃើញ unbalance មួយខែសិនថាជាមួយជុំមួយខែពេញហ្នឹងវាចៅជាប្រចាំក៏បីនេះធ្លាក់ FAB 100 ampere អញ្ចឹងហីដឹងថាជាមួយជុំធ្លាក់100 ampere អញ្ចឹងប្រហែលជាកាត់ប្រហែលប្រអប់ភ្លើងតែពេលកាត់ហើយច្បាស់ហើយវាមិនប្រកាសថាយើងទៅកាត់បាច់បាន109 ampere វាអត់មានក្បួនទេទៅកាត់អញ្ចឹងកាត់អញ្ចឹងតែយើងអាចកាត់តាម equivalent សមាមាត្រកាត់ប្រមាណហ្នឹងទៅវានាំឲ្យអាហ្នឹងវាលេងដូចស្ថានភាពនេះវានៅអញ្ចឹងវានឹងមកជាគៀកចេះវិញយើងរំពឹងអញ្ចឹងនៅពេលរំពឹងអញ្ចឹងជាលទ្ធផលយើងអាចថាអ្វីដែលយើងរំពឹងគឺ current flow វាទៅចេះវិញអានេះជា optimization process របស់យើងបាទចានេះវាជារូបភាពមួយដែលយើងទាញយក data ពីប្រព័ន្ធ LMS ដែលបានធ្វើទំនើបកម្មនឹងរួចយកមក express ជា report មួយសម្រាប់ការងារ optimize ផងការងារ operation flow operation daily នឹងផងជួយបានច្រើនហ្នឹងមកចំណែកយើងគិតថាខ្ញុំបានបង្ហាញឲ្យបងមើលពីរបៀបនៃការ tracking លើ report ហ្នឹងហើយ report នេះគឺអាចគ្រប់សាខាទាំងអស់អាចយកទៅប្រើរៀងខ្លួនបានអានេះជារបាយការណ៍ប្រចាំថ្ងៃគឺរបាយការណ៍និយាយអំពីសង្ខេបទៅលើកាប៊ីនទាំង50ដែលបានបំពាក់បច្ចេកវិទ្យា Vivstat ហ្នឹងជូនគាត់រាល់ថ្ងៃបាទអញ្ចឹងនៅក្នុងរបាយការណ៍នេះចាប់ដើមចេញពីទិន្នន័យទី1គឺឈ្មោះ transfer បាទទិន្នន័យទី2គឺកម្លាំង transfer ទី3គឺបន្ទុកប្រើប្រាស់អតិបរមាបងមើលទី1គឺកាប៊ីនភ្លើងទី2គឺកម្លាំង transfer ទី3គឺកម្រិតអតិបរមានិងអបបរមារបស់តង់ចុងហើយទី3គឺ power នៅក្នុង background ហ្នឹងមានពីបាដែលបង្ហាញអំពីកម្លាំងប្រើប្រាស់នៃ transfer អញ្ចឹងមើលពីលើទៅក្រោមទៅយើងមើលឃើញមានពណ៌បៃតងពណ៌លឿងវាជួយឲ្យការទាញយកព័ត៌មានបានលឿនធៀបពិតវានៅតែជាព័ត៌មានដែរទេតែគាត់ថាសម្រាប់ management ក្តីក្រុមការងារក្តីក៏លេចមើលតែលឿងហើយណាក្រហមទៅបានហើយបៃតងគឺសុវត្ថិភាពមានថាពី552នៃ1200ក្រោម 50% ដល់751នៃ1200លើ51លើ 51% អញ្ចឹងអ្វីដែលកលេចមើលវាងាយក្នុងការទាញយកព័ត៌មានមកឲ្យយើងអង្កេតអញ្ចឹងអាទីតាំងណាដែលមានកម្លាំងពណ៌បៃតងគឺថារួចខ្លួនអាហ្នឹងមានថាកម្លាំងអត់លើសពីអ្វីដែលយើងបារម្ភទេយើងមើលអង្កេតមើលតែទីតាំងហ្នឹងសម្រាប់ transfer កម្លាំង transfer មើលតែពណ៌លឿងហើយពណ៌ក្រហមមួយទៀតគឺស្ថានភាពបាទស្ថានភាពដូចគ្នាដែរពីលើទៅក្រោមនេះមួយចំហៀងខាងនេះគឺការកំណត់របស់ EDC យក70អង្សាហើយមួយចំហៀងនេះគឺការវាស់ជាក់ស្ដែងខ្ញុំចេញអំពី transfer អញ្ចឹងពណ៌លឿងបង្ហាញថាក្តៅពណ៌បៃតងរាប់ថាទទួលយកបាន40អង្សា45អង្សាមើលបានចានេះគឺជាចំណែកមួយនៃការបញ្ជូនព័ត៌មានដែរអញ្ចឹងសម្រាប់ management ក្តីក្រុមការងារក្តីគាត់មើលតែពណ៌ដែលលឿងហើយក្រហមទេអញ្ចឹងយើងមើលកាប៊ីនមួយនេះកាប៊ីនS071 នៅសាខាចាក់ងរ៉េនេះការប្រើប្រាស់នៅថ្ងៃទី16ខែតុលាហ្នឹងកម្លាំងរហូតដល់751ស្ថានភាពរបស់ transfer ឡើងដល់51អង្សាអញ្ចឹងកម្លាំងហើយនឹងស្ថានភាពហ្នឹង equivalent គ្នាកម្លាំងឡើងស្ថានភាពឡើងដែរហ្នឹងវារឿង logic នៅពេលដែលកាប៊ីនហ្នឹងប្រើប្រាស់ដល់កម្លាំងមួយវាប្រឹងស្ថានភាពក៏វាឡើងដែរបាទនឹងដូចគ្នាដែរតែកន្លែងខ្លះកម្ដៅឡើងហើយបន្ទុកអត់ឡើងក៏មានដែរដោយសារជាបន្ទុកដែកបាទប្រអប់ដែកបាទនឹងមានអញ្ចឹងដែរ
បន្ទាប់មកយើងបង្ហាញអំពីចរន្តពេលនេះយើងលេងចេញជាភាគរយហើយយើងទៅជាតម្លៃ value ហ្មងបាទអញ្ចឹងការនេះ average unbalanced indicator អញ្ចឹង ABC ហ្នឹងប្រសិនបើវានៅក្រោម50ឥឡូវហ្នឹង50ឡើងពណ៌លឿងធំជាង100ពណ៌ក្រហមចៅហ្វា5រួចខ្លួនអញ្ចឹងក្រោម5ញ័រដាក់ពណ៌ហើយនេះដូចកាប៊ីនមួយនេះ PTT 1732លើគេនេះចៅហ្វាតែគាត់ថា26អំពែតែដាក់សញ្ញាទៀតណានេះសញ្ញាចុះក្រោមមានចុះបាទសញ្ញាឡើងលើនេះមានថាវាចៅឡើងអញ្ចឹងខ្ញុំគិតថាយកអា indicator ហ្នឹងជាគោលបណ្ដោយព្រោះអានេះក៏ខ្ញុំមិនលើកទឹកចិត្តឲ្យមើលមួយថ្ងៃដែរក៏មើលរបាយការណ៍មួយថ្ងៃហើយសម្រាប់ចិត្តទៅ optimize ព្រោះជួនកាលចៅថ្ងៃហ្នឹងស្អែកឡើងប្រសើរឡើងវិញក៏មានដែរបាទអញ្ចឹងសូមប្រើទិន្នន័យមួយខែក្នុងការវិភាគថាកាប៊ីនហ្នឹងក្នុងមួយខែពិតជាចៅជាប្រចាំអត់ហើយចាំតែ optimize តែគាត់ថាខ្ញុំបើសម្រាប់ខ្ញុំលើ50 optimize ទៅដែលបងថាឲ្យតែលើ50ដកតាមមកប្រអប់ទៅត្រូវហើយវាងាយទេតាមពិតខ្ញុំគិតតែអញ្ចឹងវាអាចជួយអ្វីដែលយើងហៅថា optimize ដោយរបាយការណ៍វាតម្លៃនេះយើងវាតម្លៃចន្លោះពីថ្ងៃទី12រហូតដល់ថ្ងៃទី12ខែវិច្ឆិកា$12 12វិច្ឆិកាអញ្ចឹងមានថា12ហ្នឹងដូរបានចង់យកថ្ងៃទី20រហូតដល់ថ្ងៃទី10ក៏បានប្រហែលក៏បាននិយាយខ្លីបាទចង់បានរឿងរបស់យើងបាទវាជាទម្រង់នៃការយកចតរៈរបស់យើងទេយើងយកទៅមួយខែយើងមានហេតុផលយក3ខែមានហេតុផលយកពីអាទិត្យមានហេតុផលបាទអញ្ចឹងដែលខ្ញុំនិយាយថាក្រោយពីយើងវាតម្លៃពីការចៅហ្វាហ្នឹងយើងមើលឃើញទិន្នន័យមួយខែនេះមានកាប៊ីនដែលចៅលើ100អាំពែនេះមានPTT 508មាន S040 ចៅរហូតដល់142អាំពែជាមធ្យមKey performance របស់ transfer មួយខែគឺបង្កើតបាននៅរបាយការណ៍ថ្មីមួយដែលសូមបងបណ្ឌិតមើលទី1ខាងលើនោះគឺនិយាយអំពីឈ្មោះរបស់ transfer ដែរទី2និយាយអំពីកាលបរិច្ឆេទដែលបងចង់បានក្នុងការវិភាគតម្លាញពីថ្ងៃទី13រហូតដល់ថ្ងៃទី4ខែវិច្ឆិកាអាហ្នឹងអញ្ចឹងកាប៊ីនមួយកាប៊ីន508ដែរនៅសាខាចក្ររ៉េដែរអញ្ចឹងកាប៊ីនមួយហ្នឹងទិន្នន័យដាច់ភ្លើងប្រចាំថ្ងៃមានអត់គឺអត់មានទេបាទគឺរាល់ថ្ងៃមួយខែមិនដល់មួយខែទេគឺអត់មានដាច់ភ្លើងទេបាទអញ្ចឹង KPI បើរឿងដាច់ភ្លើងរយៈពេល20ថ្ងៃជាងហ្នឹងគឺល្អ23ថ្ងៃហ្នឹងទី2គឺកម្ដៅក្តៅជាប្រចាំរាល់ថ្ងៃក្តៅជាប្រចាំអាហ្នឹងដែលយើងនិយាយថាលោះហើយអាហ្នឹងទី4គឺកម្លាំងនៃការប្រើប្រាស់អតិបរមានិងមធ្យមឃើញថាកាប៊ីនមួយហ្នឹង500ជាមធ្យមអាហ្នឹងកាប៊ីនមួយណាបាទ500 400មាន400 500អារ៉ោនប៉ុណ្ណឹងតែអតិបរមាមាន700 800 700ឡើងដល់ជិត900ក្រហមខ្លាំងនេះបាទមានធ្លាក់មកទៀតវិញអានេះខែត្រជាក់ហ្នឹងអញ្ចឹងខ្ញុំគិតថាបានមករបាយការណ៍ស្រួលហ្មងវាតម្លៃមួយខែដើម្បីថាកាប៊ីនហ្នឹងក្រៅតាពី balancing pha ហ្នឹងស្អីទៀតដែលយើងត្រូវមើលអញ្ចឹងមើលពីការប្រើប្រាស់អតិបរមាឃើញថាវានៅក្នុងកម្រិត burning ជាប្រចាំទី3គឺvoltage ល្អនៅក្នុង regulation របស់ ERC 230 បូកដក10ចឹងទៅបាទទី4គឺតម្លៃចរន្តវាអត់ចម្លែកទេគណៈពេលដែល power ចរន្តវា equivalent បាទអញ្ចឹងចរន្តឃើញឡើងលើសហើយលើសជាងគេលើ pha A ហើយនិង pha C ឃើញលើសហើយជាមធ្យមហ្នឹងឃើញបៃតងបន្តិចនេះទេនេះចិត្តអស់ថ្ងៃខែវិច្ឆិកាធ្លាក់ត្រជាក់មែនតើបានចាប់ដើមធ្លាក់ពីមុនក្រហមអញ្ចឹងអាហ្នឹងយើងវាតម្លៃកលេចភ្លាមឃើញថាចរន្តហ្នឹងវាខ្ពស់ជាមធ្យមក៏មានដែរ average ជាមធ្យមប្រមាណនៃមួយថ្ងៃពេញបាទបន្ទាប់មកបាន feeder បងចង់បានថាកុំមើលតែប្រភពមើល feeder ផងតើ feeder ណាអញ្ចឹង feeder មើលហើយពី feeder ទី1រហូតដល់ feeder 8ដែលកាប៊ីនហ្នឹងមាន8 feeder ហ្នឹងគឺឃើញ feeder ចុងក្រោយនេះកម្លាំងព្យុះប្រើលើសជាប្រចាំអានេះបើសិនជាមានអានេះខ្ញុំគិតថាទៅកាត់ស្រួលណាយើងវិភាគមួយអាទិត្យក៏បានពីរអាទិត្យក៏បានឬក៏មួយខែម្ដងក៏បានដែរនេះកាប៊ីននេះលើសជាប្រចាំ feeder ទី8នេះបាទក្នុងហ្នឹងក៏បាន express ដែរទៅលើ pattern នៃលំហូរថាមពលលំហូរចរន្តរបស់កាប៊ីនហ្នឹងអញ្ចឹងបងថាកាប៊ីនមួយហ្នឹងលក្ខណៈឬក៏ចរិតលក្ខណៈរបស់វាហ្នឹងហូរចរន្តរបៀបម៉េចអញ្ចឹងយើងមើលឃើញថាយប់ឡើងអត់ប្រើទេថ្ងៃឡើងប្រើដល់កណ្ដាលអាទិត្យมันធ្លាក់វិញអញ្ចឹងអីកាប៊ីនមួយខ្ញុំចង់សាកល្បងចង់ឲ្យបង print របាយការណ៍ទាំងគ្រប់50ខ្ញុំឃើញខ្ញុំធានាថា pattern នឹងខុសគ្នាអានេះប្រចាំខែ pattern ប្រចាំខែ
ប្រចាំខែហ្នឹងគឺជាមធ្យមគឺអញ្ចឹងគឺវាទៀបនៅយប់ចិត្តភ្លឺហើយប្រើវិញហើយធ្លាក់ចូលវិញអញ្ចឹង pattern ខុសគ្នាខ្ញុំធ្លាប់ analyze ឲ្យស្វាករ pattern របស់រោងចក្រតកខុសពីរោងចក្រកាត់ដេររោងចក្រកាត់ដេរនិងរោងចក្រកាត់តកហ្នឹងខុសពីកាស៊ីណូកាស៊ីណូអីហ្នឹងខុសពីតំបន់លំនៅឋានខុសគ្នាចរិតលក្ខណៈខុសគ្នាឥឡូវយើងកំពុងតែ track abnormal ពួកម្ដង30ហ្នឹងថែមទៀតអញ្ចឹងយើងអាច category បានគាត់ឃើញ pattern យើងអាចដឹងថាគាត់នៅក្នុង category ណាមក pattern នៃលំហូរនេះទាំងលំហូរធម្មពលក្តីលំហូរចរន្តក្តីហើយក៏និយាយអំពីលំហូរស្ថានភាពដែរជាមធ្យមមួយខែហ្នឹងគឺក្តៅជាប្រចាំនៅខាងលើនេះគឺកន្លែងដាក់បន្ទុក23ថ្ងៃអត់ដាច់ភ្លើងសោះ23ថ្ងៃអត់ដែលលើសកម្លាំងត្រង់សូលើសទេ23ថ្ងៃមិនដែលលើសតង់ចុងមិនដែលធ្លាក់តង់ចុងទេ23ថ្ងៃហ្នឹង pha A លើសប៉ុន្មានដង pha B លើសប៉ុន្មានដងអាហ្នឹងកន្លែងដែលយើងអាចវាតម្លៃបានទៅលើសេវាកម្មយើងអាចត្រៀមអីបានបាទអានេះវាជា data driven ដែលយើងអាចទាញយកបានហើយ model នេះយើងរ៉ាន់បាន23ថ្ងៃមួយខែ3ខែតាមបាទតាមផងបាទអញ្ចឹងនេះគឺជាគំរូនៃការវាតម្លៃប្រចាំខែកាប៊ីនមួយហ្នឹងឃើញចែវ pha របៀបនេះបន្ទាប់មកយើងគិតថាយើងនឹងធ្វើការ optimize អញ្ចឹង VB-Start ផ្ដល់ជូននៅ suggestion តាមរយៈការគណនា data ហ្នឹងយើងថាឲ្យតម្លាក់ pha នេះអាអ្នក pha នេះដែលឡើងនេះសូមតម្លាក់តម្លៃប្រមាណពីមុនជាភាគរយពិបាកគិតបងឥឡូវយើងថាតម្លាក់46 អំពែមកតែខ្ញុំមិនដឹងថាបងទៅតម្លាក់មិនបាន46ទេតែដឹងថាប្រហែល46មកបាទហើយឡើង pha B នេះការធ្លាក់107តែឲ្យដាក់ចូលវិញឲ្យលើកវានឹងធ្វើម៉េចឲ្យលើកពីគេដាក់ចូលវានឹងឲ្យបានប្រហែលជា80អំពែជាងទៅហើយអានេះដកវា40អំពែអញ្ចឹងបងលៃទៅអញ្ចឹងក្រោយពីយើងធ្វើទៅយើងរំពឹងថានឹងបាននេះអញ្ចឹងដែលធ្វើត្រូវជូនដំណឹងគ្នាទៅបងពេលដែលបងទៅ optimize ជូនដំណឹងមក DP មកទៅហើយអញ្ចឹង DP រាប់ថ្ងៃមុនហ្នឹងថាជា before ហើយបន្ទាប់ពីបងធ្វើហើយស្អែកឡើងគាត់នឹង check after តើភាសាឡើងដែរឬអត់អញ្ចឹងហ៎បងបាទអានេះទៅទិន្នន័យទូទៅរបស់ transfer លំហូរចរន្តអតិបរមាផ្សេងហើយខាងនេះយើងយកទិន្នន័យពី average ហើយនឹង maximum capacity ហ្នឹងយកមកបង្ហាញអញ្ចឹងស្រួលឲ្យបង optimize នៅក្នុងប្រព័ន្ធយើងក៏យើង success បានមួយចំនួនដែរមិនថាលើ8 feeder ហ្នឹងដែលបងសួរថាឥឡូវចែវឲ្យទៅកាត់ feeder ណាឥឡូវក៏មិនដឹងថាកាត់ណាតែគាត់ថាផ្ដល់យោបល់ជូនថានេះ feeder នេះដែលដាក់ពណ៌ក្រហមជូនហ្នឹងបងអាចពិចារណាថាកាត់តែបងថាមិនពេញចិត្ត feeder ហ្នឹងទេតែកាត់ feeder ផ្សេងក៏តាមចិត្តអីទេហ្នឹងហើយហ្នឹងអញ្ចឹងកាត់ដែរកាត់អានេះដកមកដាក់នេះអានេះអាចដកដាក់នេះដកអញ្ចឹងអាហ្នឹងជា suggestion តែបងថាអត់ទេកាត់តាមប្រព័ន្ធត្រូវអត់ហ្នឹងកាន់តែស្រួលនៅសួរបងដែរតែ optimize ទៅការពេលបាទ VB Start, innovation through technology.